Binary ត្រូវបានយល់ដូចជាកុងតាក់ភ្លើងអញ្ចឹងនៅពេលដែលយើងបើកតំណាងឲ្យលេខ1ហើយនៅពេលដែលយើងបិទគឺតំណាងឲ្យលេខ0អញ្ចឹងបណ្ដុំនៃកុងតាក់ចំនួន8តំណាងឲ្យ8 bit ហើយស្មើនឹង1បៃដែលអាចរួមបញ្ចូលតំណាងឲ្យស្ថានភាពផ្សេងៗឬក៏លេខផ្សេងៗទៀតគោលគំនិតនេះមានតាំងពីចំនួនម៉ាស៊ីនត្បាញគេហៅថា check quad loom ហ្នឹងដែលប្រើប្រាស់ការចោះរន្ធគេហៅថា punch card ដើម្បីកំណត់ក្បាច់ត្បាញមានរន្ធមានន័យថាអំបោះត្រូវបានថ្ពក់គ្មានរន្ធមានន័យថាអំបោះនឹងមិនត្រូវបានថ្ពក់អញ្ចឹងកុំព្យូទ័រចំនួនដំបូងបានយកប្រព័ន្ធ punch card នេះដើម្បីគណនាលេខកុំព្យូទ័របច្ចុប្បន្នមិនប្រើរន្ធពិតទៀតទេអញ្ចឹងពួកវាប្រើអគ្គិសនីនិងកុងតាក់ដ៏ទុយល្អដែលហៅថា transistor ហ្នឹងបើសិនបើជាមានចរន្តអគ្គិសនីឆ្លងកាត់គឺវាលេខ1តែបើមិនមានចរន្តអគ្គិសនីឆ្លងកាត់ទេគឺវាស្មើនឹងលេខ0គ្រាន់តែបើកបិទ transistor ហ្នឹងគឺមិនគ្រប់គ្រាន់ទេដើម្បីដំណើរការកម្មវិធីដ៏ស្មុគស្មាញដូចជា game ឬក៏បណ្ដាញសង្គមនោះទេកុំព្យូទ័រត្រូវបានធ្វើការសម្រេចចិត្តដោយពឹងផ្អែកទៅលើសញ្ញាទាំងនោះដែលនេះគឺជាទូនាទីរបស់ logic gate តើ logic gate នឹងដំណើរការយ៉ាងដូចម្ដេចអញ្ចឹងគណៈពេលដែល transistor នឹងគ្រាន់តែដើរតួនាទីបិទឬក៏បើកកុងតាក់អគ្គិសនីអញ្ចឹង logic gate ត្រូវបានបង្កើតឡើងដោយរួមបញ្ចូល transistor ជាច្រើនពួកវាទទួលយក binary input មួយឬក៏ច្រើនរួចអនុវត្ត logic ទៅលើពួកវាហើយបញ្ចេញមកវិញនៅ binary output តែមួយគត់អញ្ចឹងខាងក្រោមនេះគឺជា logic gate មូលដ្ឋានទាំង3ទី1 AND gate អញ្ចឹង AND gate បញ្ចេញលទ្ធផលត្រឹមតែ1ឬក៏ true លុះត្រាតែ input ទាំងអស់របស់វាគឺលេខ1បើសិនបើមាន input ណាជាលេខ0លទ្ធផលរបស់វាគឺ output ហ្នឹងគឺលេខ0គឺមិនពិតឥឡូវឧទាហរណ៍ជាក់ស្ដែងមួយយើងចង់ចូលគណនី Facebook របស់យើងអញ្ចឹងនៅពេលដែលយើងចង់ចូលបានតម្រាច់លុះត្រាតែយើងមាន email ណាហើយនឹងឈ្មោះខាងលើហ្នឹងគឺយើងវាយត្រឹមត្រូវហើយខាងក្រោមលេខកូដសម្ងាត់ហ្នឹងគឺយើងវាយត្រឹមត្រូវដែរអញ្ចឹងទាំងពីរហ្នឹងគឺពិតទាំងពីរបានលទ្ធផលចេញមកយើងអាចចូល Facebook យើងបានអញ្ចឹងបើមានមួយណាដែលមិនពិតឧទាហរណ៍យើងវាយខុស password គឺមិនអាចចូលបានទេអញ្ចឹងគឺមិនពិតទី2នោះគឺ OR gate អញ្ចឹង OR gate បញ្ចេញលទ្ធផល1 true បើសិនបើមាន input យ៉ាងហោចណាស់1ពិតឬក៏ true អញ្ចឹងវាបញ្ចេញលទ្ធផល0លុះត្រាតែ input ទាំងអស់0ឧទាហរណ៍យើងចូលទៅមើលកុនបើសិនជាអ្នកមានសម្បត្តិកុនក្រដាស់មួយឬក៏អ្នកមានសម្បត្តិកុន digital មួយអញ្ចឹងមួយណាក៏បានដែរសំខាន់ឲ្យអ្នកមានអញ្ចឹងអ្នកអាចចូលមើលសម្បត្តិកុននឹងបានដែរដោយសារតែសម្បត្តិកុនហ្នឹងវាដូចគ្នាទេអញ្ចឹងក្នុងចំណោម2បើសិនជាពិតមួយអញ្ចឹងលទ្ធផលគឺពិតហើយទី3នោះគឺ not gate អញ្ចឹង not gate គឺជា gate ដ៏សាមញ្ញជាងគេវាទទួលយក input តែមួយប៉ុណ្ណោះហើយវាត្រឡប់ទៅវិញជា reverse អញ្ចឹងបើសិនបើជា input គឺ1លទ្ធផល output គឺ0ហើយតែបើសិនជា input 0លទ្ធផលគឺ1អញ្ចឹងវាប្រច្រាស់គ្នាផ្ទុយគ្នាឧទាហរណ៍ភ្លើង sensor បំភ្លឺផ្លូវបើកលទ្ធផលគឺ1តាមរយៈការតភ្ជាប់ gate ដ៏សាមញ្ញទាំងនេះរាប់លានឬក៏រាប់ពាន់បញ្ចូលគ្នាក្នុងទម្រង់ផ្សេងៗគ្នា processor របស់កុំព្យូទ័រអាចធ្វើការគណនាគណិតវិទ្យាដ៏ស្មុគស្មាញបង្ហាញ graphic និងអនុវត្តការណែនាំនៃ software ណាមួយបានយ៉ាងងាយស្រួល